អ្វីចាបានជាអ្នកទាំងអស់គ្នាដោះបំណុលមិនចេញដោះបំណុលមិនរួចបំណុលមិនមែនជាទុកបហាជីវិតទេប៉ុន្តែអ្នកទាំងអស់គ្នាតែងតែនឹកឃើញបំណុលគឺអ្នកទាំងអស់គ្នាភ័យខ្លាចចាភ័យខ្លាចជាមួយនឹងបំណុលចាការដោះបំណុលគេមិនមែនឲ្យអ្នកទាំងអស់គ្នាពុកភ្លាមរត់ទៅរកលុយទេចាមិនមែនឲ្យអ្នកទាំងអស់គ្នារត់តាមលុយមុនទេគឺអ្វីដែលអ្នកទាំងអស់គ្នាត្រូវដោះបំណុលទី1ចាតែខ្ញុំចែកតែចែករំលែកអ្នកទាំងអស់គ្នានៅមុខเพจរបស់ខ្ញុំចានឹងតាម TikTok របស់ខ្ញុំចាការដោះបំណុលដល់ត្រឹមត្រូវបំផុតគេត្រូវដោះចេញពីផ្លូវចិត្តចាគឺផ្លូវចិត្តនេះរៀបចំដោយផ្លូវចិត្តនេះជាមុនសិនឲ្យផ្លូវចិត្តនេះមានស្ថិរភាពនិងមានលំនឹងជាមុនសិនទើបអ្នកទាំងអស់គ្នាចានឹងឃើញផ្លូវចេញថាអ្នកទាំងអស់គ្នានឹងចេញតាមច្រកណាអ្នកទាំងអស់គ្នាត្រូវអីថែមអ្នកទាំងអស់គ្នានឹងស្រឡះលើខួរក្បាលអ្នកទាំងអស់គ្នាចាមានកំណត់ដែលចេញពីក្នុងថាអ្នកទាំងអស់គ្នាធ្វើអីហើយពេលដែលដោះផ្លូវចិត្តចេញហើយអ្នកទាំងអស់គ្នានឹងឃើញថាការងារមុខរបរអ្នកទាំងអស់គ្នាក៏វាល្អជាងមុនអញ្ចឹងនឹងចែកទៅលើខ្លះៗដើម្បីឲ្យអ្នកទាំងអស់គ្នាទៅដោះផ្លូវចិត្តអ្នកទាំងអស់គ្នាចាដើម្បីឲ្យលុយមករត់មករកអ្នកទាំងអស់គ្នាវិញចាអានេះគ្រាន់តែខ្លះត្រួសណាចាទី1អ្នកទាំងអស់គ្នាត្រូវតែជឿជាក់លើខ្លួនឯងសិនពេលដែលផ្លូវចិត្តអ្នកទាំងអស់គ្នាទុំសោយភ័យខ្លាចចាអ្នកទាំងអស់គ្នាមិនមែនស្រោបលុយមកទេគឺអ្នកទាំងអស់គ្នាកំពុងតែស្រោបបំណុលមកថែមស្រោបបញ្ហាមកថែមចាដើម្បីឲ្យអ្នកទាំងអស់គ្នាដោះបំណុលបានផ្លូវចិត្តអ្នកទាំងអស់គ្នាត្រូវរឹងមាំអ្នកទាំងអស់គ្នាត្រូវមានក្តីសុខជាមុនសិនហើយខ្ញុំចែករំលែករហូតអ្នកគ្រូឲ្យខ្ញុំមានក្តីសុខខ្ញុំសុខអត់បានទេដោយសារអីខ្ញុំមានបំណុលខ្ញុំសុខមិនបានដោយសារអ្នកទាំងអស់គ្នាមិនទាន់យល់ពីរបៀបនៃការធ្វើឲ្យផ្លូវចិត្តអ្នកទាំងអស់គ្នាល្អប្រសើរចាអញ្ចឹងត្រង់នេះអ្នកទាំងអស់គ្នាយកទៅធ្វើសិនពេលដែលអ្នកទាំងអស់គ្នាទាន់តែខ្លួនឯងកំពុងតែភ័យខ្លាចពេលក្រោកពីគេមកនឹកឃើញថាខ្លាចគេទាលុយចាខ្លាចគេឆាប់ទាលុយខ្លាចគេមកតាមទាលុយបដូរពីអារម្មណ៍បែបហ្នឹងមកអារម្មណ៍នៃការសម្លឹកដឹងបុណ្យគុណចាដឹងបុណ្យគុណចំពោះខ្លួនឯងនិងដាក់ជំនឿជឿជាក់លើខ្លួនឯងអ្នកទាំងអស់គ្នាធ្វើវារឿយអ្នកទាំងអស់គ្នានឹងឃើញថាផ្លូវចិត្តអ្នកទាំងអស់គ្នាប្រសើរចាហើយបើអ្នកទាំងអស់គ្នាចង់ដឹងពីការដោះបំណុលនៅផ្លូវចិត្តដែលកាន់តែល្អហើយប្រសើរនិងស៊ីជម្រៅជាងហ្នឹងចាបែបលក្ខណៈចិត្តវិទ្យានិងជាមួយនឹងការវិទ្យាសាស្ត្រចាបែបនៃច្បាប់សុខទាញខ្ញុំបានបើកខុសមួយចាគឺខុសដោះបំណុលពេញលេញចាដែលឲ្យអ្នកទាំងអស់គ្នាយល់បែបស៊ីជម្រៅចានៃការដោះបំណុលពីផ្លូវចិត្តដោះបំណុលបែបវិទ្យាសាស្ត្រចាដែលឲ្យអ្នកទាំងអស់គ្នាកាន់តែយល់ច្បាស់ជាងនេះចាអញ្ចឹងពីតម្លៃពេញ$66ខ្ញុំឲ្យតម្លៃពិសេសចាគឺលេខចក្រវាឡតែម្ដងចាដើម្បីឲ្យអ្នកទាំងអស់គ្នាកាន់តែច្បាស់$33ហើយបើអ្នកទាំងអស់គ្នាចង់ឲ្យចាបំណុលរាប់ពាន់រាប់ម៉ឺនរបស់អ្នកទាំងអស់គ្នាចាលេខសង្កត់លើទ្រូងអ្នកទាំងអស់គ្នាទៀតចា33នេះគឺអ្នកទាំងអស់គ្នាស័ក្តិសមនឹងចាយបំផុតហើយខ្ញុំក៏បើកក្រុមបន្ថែមមួយទៀតដើម្បីបរិបផ្លូវចិត្តអ្នកទាំងអស់គ្នានិងផ្ដល់កម្លាំងចិត្តឲ្យអ្នកទាំងអស់គ្នាបញ្យល់អ្នកទាំងអស់គ្នាបន្ថែមចាបន្ថែមពីការដែលរៀននៅក្នុងខុសចាអានេះគឺខ្ញុំផ្ដល់ឲ្យបែបជាពិសេសតែម្ដងចាអញ្ចឹងផ្ដល់ជូនត្រឹមតែ50នាក់ដំបូងប៉ុណ្ណោះក្នុងតម្លៃប៉ុណ្ណឹងចាខ្ញុំនឹងទៅដល់$66វិញពេលដែលចិត្តខ្ញុំចង់ចាអញ្ចឹងអ្នកទាំងអស់គ្នាអាចចុះឈ្មោះឥឡូវនេះចាខ្ញុំនឹងដាក់ link Telegram នៅខាងលើឬក៏អ្នកទាំងអស់គ្នាអាច comment ខាងក្រោមបើសិនជាអ្នកទាំងអស់គ្នាចង់ចូលរៀនចាហើយឬឆាតចូល page ក៏បានដែរអញ្ចឹងខ្ញុំចែកលេខប៉ុណ្ណឹងចាបើសិនថាចិត្តថាមានប្រយោជន៍ share ចែកទៅដល់អ្នកដែលគាត់កំពុងជាប់បំណុលផងចាអញ្ចឹងខ្ញុំអរគុណច្រើនសម្រាប់ការចែករំលែកនេះគឺមានប៉ុណ្ណឹងចាអរគុណច្រើនពីនាងខ្ញុំវិញ្ញាណ